នេះហៅថាការទូទាយទុកមុនរបស់ហោរាសញ្ជាតិប៊ុលហ្គារីលោកយាយបាបាវ៉ាន់ហ្គាសម្រាប់ព្រឹត្តិការណ៍គ្រោះមហន្តរាយនិងរឿងរ៉ាវសំខាន់ទាំង7នៅលើភពផែនដីនៅក្នុងឆ្នាំនេះពិតជាឆុតដោយបានកើតមានឡើងយ៉ាងប្រកបសឹងតែគ្រប់រឿងដូចជាការលួចធ្វើឃាតលោកពូទីនវិបត្តិសេដ្ឋកិច្ចពិភពលោកគ្រោះមហន្តរាយធម្មជាតិធំកំណើននៃការវាយប្រហារតាមអ៊ីនធឺណិតនិងបច្ចេកវិទ្យាកុំព្យូទ័រខ្វាន់តុងជាដើមចោះតើលោកអ្នកដឹងទេថាតើលោកយាយបាបាវ៉ាន់ហ្គាព្យាករណ៍យ៉ាងណាសម្រាប់ឆ្នាំ2025មុនពេលលាចាក់លោកយាយបាបាវ៉ាន់ហ្គាធ្លាប់បានទូទាយទុកជាមុនថាឆ្នាំ2025គឺជាពេលវេលានៃការចាប់ផ្ដើមឈានទៅរកទីបញ្ចប់របស់ភពផែនដីដោយពិភពលោកនឹងចាប់ផ្ដើមជួបប្រទះទៅនឹងសង្គ្រាមនៅអឺរ៉ុបវិបត្តិអត់ឃ្លានជំងឺរាតត្បាតធ្ងន់ធ្ងរគ្រោះធម្មជាតិនិងវត្តមានរបស់ជីវិតក្រៅភពជាដើមខាងក្រោមនេះជាការទូទាយសំខាន់ទាំង5សម្រាប់ឆ្នាំ2025 1. ការបំផ្លិចបំផ្លាញនៅអឺរ៉ុបលោកយាយបាបាវ៉ាន់ហ្គាបានទាយថាអឺរ៉ុបអាចជួបប្រទះទៅនឹងចំនួនផ្ទៃក្នុងដ៏ខ្លាំងក្លាឈានដល់ការបំផ្លិចបំផ្លាញនិងថយចុះនៅចំនួនប្រជាជនបន្ទាប់ពីសង្គ្រាមរវាងប្រទេសនិងប្រទេសត្រូវពង្រីកទៅជាសង្គ្រាមលោកដោយព្យាករណ៍ថារុស្ស៊ីនឹងត្រឡប់មកជាមហាអំណាចលេខ1លើពិភពលោកវិញហើយលោកពូទីននឹងឈ្នះសង្គ្រាមនេះ 2. ភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងវិទ្យាសាស្ត្រលោកយាយបាបាវ៉ាន់ហ្គាព្យាករណ៍ពីរបបគំហើញថ្មីនៃវិទ្យាសាស្ត្រដែលមន្ទីរពិសោធន៍នឹងរកឃើញថ្នាំព្យាបាលជំងឺកាចសាហាវដូចជាមហារីកជាដើមហើយដែលវានឹងក្លាយទៅជាប្រយោជន៍ដ៏មានសក្តានុពលនៅក្នុងវិស័យសុខាភិបាលធ្វើឲ្យមនុស្សរស់បានកាន់តែយូរនិងលើកកម្ពស់គុណភាពជីវិតរបស់មនុស្សរាប់លាននាក់ 3. ការអភិវឌ្ឍប្រព័ន្ធទំនាក់ទំនងដោយ Teleport លោកយាយបាបាវ៉ាន់ហ្គាបានព្យាករណ៍ថានៅឆ្នាំ2025មនុស្សនឹងមានសមត្ថភាពប្រើប្រាស់ថាមពល Teleport ដែលនឹងផ្លាស់ប្ដូរយ៉ាងខ្លាំងពីរបៀបដែលពួកគេធ្វើការទំនាក់ទំនងជាមួយគ្នាបើទោះបីជាពួកគេនៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ 4. អន្តរកម្មជាមួយជីវិតលើពិភពលោកផ្សេងទៀតលោកយាយបាបាវ៉ាន់ហ្គាបាននិយាយអំពីការរំពឹងទុកដែលក្រុមអ្នកវិទ្យាសាស្ត្រអាចរកឃើញវិធីធ្វើឲ្យមនុស្សលើភពផែនដីអាចធ្វើការទំនាក់ទំនងជាមួយជីវិតក្រៅភពឬអាចរកឃើញជីវិតដែលស្ថិតនៅក្នុងភពផ្សេងក្រៅពីផែនដី 5. ការចាប់ផ្ដើមនៃវិបត្តិសកលលោកយាយបាបាវ៉ាន់ហ្គាបាននិយាយថាចាប់ពីឆ្នាំ2025ពិភពលោកនឹងជួបប្រទះជាមួយគ្រោះមហន្តរាយជាច្រើនដោយចាត់ទុកថាវាជាពេលវេលានៃការចាប់ផ្ដើមឈានទៅរកទីបញ្ចប់របស់ភពផែនដីបើទោះបីជាមនុស្សជាតិនឹងមិនត្រូវបានបំផ្លាញទាំងស្រុងក៏ដោយប៉ុន្តែគ្រោះទុរភិក្សធំជំងឺរាតត្បាតធ្ងន់ធ្ងរនឹងធ្វើឲ្យកើតមានវិបត្តិអត់ឃ្លានដែលជាការផ្លាស់ប្ដូរដ៏ធំសម្រាប់សកលលោកសូមជម្រាបថាលោកយាយបាបាវ៉ាន់ហ្គាត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាហោរាទូទាយឈុតបំផុតអំពីព្រឹត្តិការណ៍នៅជុំវិញពិភពលោកយាយទទួលបានធម៌ពលនៃការទូទាយរឿងរ៉ាវអនាគតឈុតបែបនេះចាប់តាំងពីគាត់នៅក្មេងអាយុទៅតែ12ឆ្នាំបន្ទាប់ពីរងគ្រោះដោយសារខ្យល់ព្យុះដ៏ខ្លាំងដែលបណ្ដាលឲ្យលោកយាយធ្លាក់ខ្លួនជាមនុស្សពិការភ្នែកទោះបីជាលោកយាយបានស្លាប់នៅក្នុងអាយុ84ឆ្នាំតាំងពីឆ្នាំ1996ក្តីប៉ុន្តែការទូទាយទុកមុនរបស់លោកយាយពិតជាបានបង្កការភ័យខ្លាចដល់មនុស្សជាតិព្រោះតែរឿងរ៉ាវជាច្រើនដែលលោកយាយបានព្យាករណ៍ទុកសុទ្ធតែបានខ្លាចជាការពិតហើយការទូទាយរបស់គាត់បន្តរហូតដល់ឆ្នាំ5079នៅក្នុងចំណោមការទូទាយជាច្រើនរបស់លោកយាយរួមមានព្រឹត្តិការណ៍វាយប្រហារអគារពាណិជ្ជកម្មរបស់អាមេរិកដែលកើតឡើងកាលពីថ្ងៃទី11ខែកញ្ញាឆ្នាំ2001កន្លងទៅ